បកលិកក្រុមហ៊ុន SN តបណ្ដាញអគ្គិសនីដើរជន់ក្របបែកចង្កោមជាសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមឈ្លានពានថៃបណ្ដាលឲ្យរងរបួសធ្ងន់ស្រាលចំនួន3នាក់នៅថ្ងៃទី29ខែមករាឆ្នាំ2026វេលាម៉ោង 10:40 នាទីព្រឹកត្រង់ចំណុចភូមិបូស្ធំឃុំគោកខ្ពស់ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យមានករណីផ្ទុះគ្រាប់បែកចង្កោមដោយសារតែបុគ្គលិកក្រុមហ៊ុន SN តបណ្ដាញអគ្គិសនីបានដើរជន់គ្រាប់បែកចង្កោមជាសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមឈ្លានពានថៃករណីផ្ទុះនេះបានបណ្ដាលឲ្យបុគ្គលិកក្រុមហ៊ុន SN ចំនួន3នាក់រងរបួសធ្ងន់និងស្រាលហើយជនរងគ្រោះទាំងនោះរួមមាន1ឈ្មោះសេនសេហាភេទប្រុសអាយុ16ឆ្នាំរស់នៅក្នុងភូមិសាលាក្រៅខេត្តបៃលិន2ឈ្មោះគុណថាភេទប្រុសអាយុ31ឆ្នាំរស់នៅក្នុងភូមិសាលាក្រៅខេត្តបៃលិន3ឈ្មោះហានប៉ែលភេទប្រុសអាយុ17ឆ្នាំរស់នៅក្នុងភូមិសាលាក្រៅខេត្តបៃលិនបច្ចុប្បន្នជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យអាជ្ញាធរមានបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាអង្គភាពនានាដែលធ្វើសកម្មភាពនៅតំបន់ដែលរងផលប៉ះពាល់ដោយសារតែសង្គ្រាមឈ្លានពានរបស់យោធាថៃត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះគ្រាប់បែកចង្កោមនិងគ្រាប់មិនទាន់ផ្ទុះដែលបន្សល់ពីសង្គ្រាមឈ្លានពានរបស់ថៃនេះខ្ញុំវិកីពី Big News